កម្ពុជាថៃអនុម័តនិងចុះហត្ថលេខាបដិញ្ញាចិត្តអនុវត្តនៅបទឈប់បាញ់ឲ្យបានពេញលេញលោកស្រីឧត្តមស្នេហ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ TBC ដែលបានប្រព្រឹត្តទៅនាព្រឹកនេះបានបញ្ចប់ទៅនៅវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំដែនខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាបនាយករដ្ឋមន្ត្រីមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណដ្ឋផុនណាផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ផងដែរថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បានអនុម័តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនកម្ពុជាថៃ GBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនៅសន្តិភាពស្ថិរភាពនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែនកម្ពុជានិងថៃ